អាមេរិកបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់ដែលហោះសម្ដៅមកនាវាផ្ទុកយន្តហោះក្នុងសមុទ្រអារ៉ាប់អេមីរ៉ាតអារ៉ាប់រួមជំរុញឲ្យសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បង្កើតកិច្ចព្រមព្រៀងនុយក្លេអ៊ែរដើម្បីបញ្ជាសង្គ្រាមតើដំណើរទស្សនកិច្ចទៅចិនរបស់លោក Keir Starmer ទទួលបានផ្លែផ្កាឬផ្សះផ្សាភាពមិនចុះសម្រុងពីមុនបានដែរឬទេរុស្ស៊ីត្រៀមខ្លួនសម្រាប់ពិភពលោកដែលគ្មានដែនកំណត់អាវុធនុយក្លេអ៊ែរនាយករដ្ឋមន្ត្រី Greenland បាននិយាយថាអាមេរិកនៅតែចង់កាន់កាប់កោះនេះបើទោះបីជាមានកិច្ចចរចាក៏ដោយស្ថានភាពកាន់តែតឹងតែងខ្លាំងហើយខណៈអាមេរិកបានបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់ដែលហោះសម្ដៅមកនាវាផ្ទុកយន្តហោះរបស់ខ្លួននៅក្នុងសមុទ្រអារ៉ាប់តាមរយៈការចេញផ្សាយដោយ Reuters រឿងនេះបានកើតឡើងនៅថ្ងៃអង្គារទី3ខែកុម្ភៈឆ្នាំ2026ដោយយន្តហោះចម្បាំង F-35C បានបាញ់ទម្លាក់ដ្រូន Shahed 139ដែលកំពុងហោះនៅជិតនាវាផ្ទុកយន្តហោះ USS Abraham Lincoln ជាមួយនឹងបំណងមិនល្អព័ត៌មាននេះត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យបញ្ជាការដ្ឋានកណ្ដាលនៃកងទ័ពសហរដ្ឋអាមេរិកវីរៈសេនីយ៍ឯក Tim Hawkins ក៏ប៉ុន្តែលោកអះអាងថាគ្មានជនជាតិអាមេរិកណាម្នាក់រងគ្រោះថ្នាក់នោះទេហេតុការណ៍ចុងក្រោយបំផុតនេះបានជំរុញឲ្យស្ថានភាពកាន់តែក្តៅឡើងស្របពេលដែលអាមេរិកបញ្ជូនកងនាវាទៅកាន់តំបន់មជ្ឈិមបូព៌ាក្នុងគោលបំណងដាក់សម្ពាធអ៊ីរ៉ង់និងកម្លាបើកការវាយប្រហារឆាប់ៗនេះផងដែរយ៉ាងណាមិញក៏មានសញ្ញាល្អខ្លះដែរខណៈដែលសារព័ត៌មាន NHK បានរាយការណ៍ថាកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់គ្រោងធ្វើឡើងនៅចុងសប្តាហ៍នេះក្នុងប្រទេសទូគីតាមប្រភពដដែលលោក Steve Witkoff បេសកជនពិសេសអាមេរិកជាមួយនឹងលោក Jared Kushner និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi នឹងជួបគ្នានៅទីក្រុងអ៊ីស្តង់ប៊ូលក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាស្ដារការទូតឡើងវិញលើចំនួនដ៏យូរអង្វែងអំពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ប្រសិនបើកើតឡើងពិតមែនវានឹងក្លាយជាជំនួបលើកដំបូងបំផុតរវាងភាគីទាំងពីរចាប់តាំងពីការចរចាលើកមុនត្រូវបានរលាយនិងជាលើកដំបូងចាប់តាំងពីការវាយប្រហារយោធាកាលពីខែមិថុនាឆ្នាំមុនអេមីរ៉ាតអារ៉ាប់រួមជំរុញឲ្យសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បង្កើតកិច្ចព្រមព្រៀងនុយក្លេអ៊ែរដើម្បីបញ្ជាសង្គ្រាមឌូបៃអេមីរ៉ាតអារ៉ាប់រួមបានជំរុញយ៉ាងខ្លាំងក្លានៅថ្ងៃអង្គារនេះឲ្យអ៊ីរ៉ង់និងសហរដ្ឋអាមេរិកឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរនិងរកដំណោះស្រាយយូរអង្វែងចំពោះភាពតានតឹងដោយសង្កត់ធ្ងន់ថាតំបន់មជ្ឈិមបូព៌ាមិនត្រូវមានសង្គ្រាមទៀតនោះទេនេះបើយោងទៅតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោក Anwar Gargas ទីប្រឹក្សារបស់ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួមបានថ្លែងនៅក្នុងកិច្ចប្រជុំកម្ពុជារដ្ឋាភិបាលពិភពលោកនៅឌូបៃថាតំបន់នេះបានឆ្លងកាត់ការប្រជុំមុខដាក់គ្នាដ៏មហន្តរាយជាច្រើនមកហើយខ្ញុំមិនគិតថាយើងត្រូវការវាទៀតនោះទេក៏ប៉ុន្តែខ្ញុំចង់ឃើញការចរចាដោយផ្ទាល់រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកដែលនាំទៅរកការយោគយល់គ្នាការអំពាវនាវនេះធ្វើឡើងមុនពេលដែលកិច្ចចរចាគ្រោងនឹងចាប់ផ្ដើមឡើងនៅថ្ងៃសុក្រនេះក្នុងប្រទេសទូគីរវាងបេសកជនពិសេសអាមេរិកលោក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi ទន្ទឹមនឹងនេះដែរប្រភពបានបង្ហើបថាថ្នាក់ដឹកនាំអ៊ីរ៉ង់កំពុងមានក្តីបារម្ភយ៉ាងខ្លាំងថាការវាយប្រហាររបស់សហរដ្ឋអាមេរិកនឹងធ្វើឲ្យរបបដឹកនាំរង្គោះរង្គើដោយសារកំហឹងរបស់ប្រជាពលរដ្ឋចំពោះការបង្ក្រាបបាតុកម្មកាលពីខែមុនដែលបានឈានដល់ចំណុចដែលពួកគេលែងខ្លាចការគៀបសង្កត់ទៀតហើយតើដំណើរទស្សនកិច្ចទៅចិនរបស់លោក Keir Starmer ទទួលបានផ្លែផ្កាឬផ្សះផ្សាភាពមិនចុះសម្រុងពីមុនបានដែរឬទេជាលើកដំបូងក្នុងរយៈពេល8ឆ្នាំដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសចិនកាលពីសប្តាហ៍មុនដោយទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមេដឹកនាំពិភពលោកជាច្រើនក៏ប៉ុន្តែជាក់ស្ដែងមិនសូវទទួលបានផ្លែផ្កាអ្វីជាដុំកំភួននោះទេដោយគ្រាន់តែផ្សះផ្សាភាពមិនចុះសម្រុងកាលពីអតីតកាលតែប៉ុណ្ណោះពីមុនមកមិនត្រឹមតែមានការផ្លាស់ប្ដូរអំណាចនៅអង់គ្លេសពីគណៈបកអភិរក្សនិយមទៅជាគណៈបកពលកម្មនិងនាយករដ្ឋមន្ត្រីជាច្រើនរូបដែលបានបម្រើការជារាជានុសិទ្ធហើយបន្ទាប់មកបានចាក់ចេញប៉ុណ្ណោះទេក៏ប៉ុន្តែមានការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅនិងមិនមានភាពចុះសម្រុងគ្នាក្នុងទំនាក់ទំនងរវាងអង់គ្លេសនិងប្រទេសចិនដ៏យូរអង្វែងផងដែរលោក Keir Starmer បានថ្លែងថាគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកគឺចាប់ផ្ដើមទំនាក់ទំនងទ្វេភាគីឡើងវិញក្រោយល្អកកអស់រយៈពេលជាយូរក្នុងនាមជាមនុស្សតែម្នាក់ពីក្រុមនយោបាយផ្សេងគ្នាលោកមិនមានភាពឆ្កំឆ្គងដោយអ្នកកាន់តំណែងមុនអភិរក្សនិយមពេកនោះទេទោះបីជាយ៉ាងណាក៏ដោយកត្តាដ៏សំខាន់និងការសម្រេចចិត្តបំផុតនោះគឺមេដឹកនាំរូបនេះស្ទើរតែគ្មានអំណាចក្នុងការធ្វើអ្វីក្រៅពីស្វែងរកមធ្យោបាយដើម្បីធ្វើឲ្យទំនាក់ទំនងរវាងអង់គ្លេសនិងចិនមានភាពកក់ក្ដៅជាងមុនតែប៉ុណ្ណោះនៅក្នុងដំណើរទស្សនកិច្ចនេះទៀតសោតត្រូវបានបង្ហាញដោយកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលលោក Keir Starmer ដើម្បីអនុញ្ញាតឲ្យចិនកសាងស្ថានទូតដ៏ធំរបស់ខ្លួននៅក្នុងទីក្រុងឡុងដែលជាស្ថានទូតចិនធំជាងគេនៅអឺរ៉ុបសូម្បីតែមុនពេលមកដល់ចិនលោក Keir Starmer បានធ្វើកាយវិការដើម្បីផ្គប់ផ្គុនចិត្តចិនរួចទៅហើយដោយបង្កើតបរិយាកាសនយោបាយដ៏រួសរាយរាក់ទាក់
និងអំណោយផលសម្រាប់ដំណើរទស្សនកិច្ចនេះជាពិសេសសម្រាប់ពេលការចាប់ផ្ដើមទំនាក់ទំនងឡើងវិញរវាងប្រទេសទាំងពីរជាការកត់សម្គាល់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានទំនោរមើលឃើញដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនថាមិនទទួលបានជោគជ័យសោះដោយសមិទ្ធផលមានតិចតួចបំផុតនិងសពេចសពិលមិនច្បាស់លាស់ខណៈដែលអ្នកកាន់តំណែងមុនបានប្រឈមមុខនឹងភាពតានតឹងជាមួយចិនអស់រយៈពេលជាយូរមកហើយដែលធ្វើឲ្យទីក្រុងប៉េកាំងមិនងាយពេញចិត្តឡើយតែដំណើរទស្សនកិច្ចរបស់លោក Keir Starmer គឺខុសគ្នាគាត់បានផ្ដល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងក្នុងការចាប់ផ្ដើមទំនាក់ទំនងរបស់អង់គ្លេសជាមួយចិនឡើងវិញជាដំបូងនិងសំខាន់បំផុតលោក Keir Starmer ត្រូវបានចិនជាដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មដោយសារភាពស្មុគស្មាញនៃទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបដែលជាដៃគូសំខាន់បំផុតពីររបស់ខ្លួនរហូតមកដល់បច្ចុប្បន្ននៅក្នុងបរិបទនេះចិនមិនត្រឹមតែមានសក្តានុពលក្នុងការទូទាត់សងសម្រាប់ការខូចខាតនៅក្នុងផ្នែកសេដ្ឋកិច្ចអង់គ្លេសតែប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងដើរតួទម្ងន់ទប់ទល់ផងដែរដែលផ្ដល់ឲ្យលោក Keir Starmer នៅភាពបត់បែនកាន់តែច្រើនក្នុងការគ្រប់គ្រងទំនាក់ទំនងជាមួយអាមេរិកនិងសហភាពអឺរ៉ុបអ្វីដែលលោក Keir Starmer មិនអាចមិនអើពើបាននិងអ្វីដែលជំរុញឲ្យគាត់ជំរុញអង់គ្លេសឲ្យខិតជិតទៅរកប្រទេសចិនគឺបរិបទអន្តរជាតិបច្ចុប្បន្នទស្សនវិជ្ជានយោបាយនិងសេដ្ឋកិច្ចសកលជាពិសេសគោលនយោបាយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងរៀបចំឡើងវិញនៅទំនាក់ទំនងអន្តរជាតិនិងពាណិជ្ជកម្មពិភពលោកដោយចិនកំពុងលេចចេញជាគោលដៅដ៏ទាក់ទាញសម្រាប់ដៃគូដែលប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចព្រមទាំងពាណិជ្ជកម្មពីទីក្រុង Washington មេដឹកនាំនៃសេដ្ឋកិច្ចលោកខាងលិចជាច្រើនបានទៅទស្សនាប្រទេសចិនម្ដងហើយម្ដងទៀតខណៈដែលសហភាពអឺរ៉ុបក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដៃគូថ្មីនៅទូទាំងពិភពលោកការពិតនោះបានបង្ខំឲ្យលោក Keir Starmer ធ្វើសកម្មភាពយ៉ាងឆាប់រហ័សដោយជៀសវាងស្ថានភាពមកយឺតផឹកទឹកល្អឬទទួលបានរបស់អន់ជាងគេខណៈដែលអ្នកដទៃបានយករបស់ល្អបំផុតទៅអស់ហើយចិនក៏ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការចាប់ផ្ដើមទំនាក់ទំនងជាមួយអង់គ្លេសវិញផងដែរនេះអនុញ្ញាតឲ្យទីក្រុងប៉េកាំងបង្កើតគម្លាតរវាងអង់គ្លេសនិងអាមេរិកដែលក្នុងពេលជាមួយគ្នានេះលើកទឹកចិត្តសហភាពអឺរ៉ុបជាទូទៅសមាជិករបស់ខ្លួនជាពិសេសនិងដៃគូផ្សេងទៀតពង្រឹងទំនាក់ទំនងជាមួយចិនរុស្ស៊ីត្រៀមខ្លួនសម្រាប់ពិភពលោកដែលគ្មានដែនកំណត់អាវុធនុយក្លេអ៊ែរទីក្រុងមូស្គូអនុរដ្ឋមន្ត្រីការបរទេសលោក Sergei Ryabko បានប្រកាសកាលពីថ្ងៃអង្គារនេះថារុស្ស៊ីបានត្រៀមខ្លួនរួចរាល់សម្រាប់ភាពជាក់ស្ដែងថ្មីនៃពិភពលោកដែលគ្មានដែនកំណត់លើការគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងអាមេរិកនិងរុស្ស៊ីនេះបើយោងទៅតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ការប្រកាសនេះបានធ្វើឡើងខណៈសន្ធិសញ្ញា New START គ្រោងនឹងផុតកំណត់នៅថ្ងៃប្រហ័ននេះប្រសិនបើគ្មានកិច្ចព្រមព្រៀងនានាទីចុងក្រោយទេនោះមហាអំណាចទាំងពីរនឹងគ្មានការរឹតបន្តឹងលើឃ្លាំងអាវុធនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយជាលើកដំបូងក្នុងរយៈពេលជាងកន្លះទសវត្សរ៍នេះនៅទីក្រុងប៉េកាំងលោករីយ៉ាប់កៅបាននិយាយថានេះគឺជាពេលវេលាថ្មីភាពជាក់ស្ដែងថ្មីហើយយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលយកវាលោកបានបន្ថែមទៀតថាការដែលប្រធានាធិបតីអាមេរិកលោក Donald Trump មិនបានឆ្លើយតបនឹងសំណួររបស់រុស្ស៊ីដើម្បីពន្យាពេលសន្ធិសញ្ញានេះអស់រយៈពេល1ឆ្នាំទៀតដើម្បីទុកពេលចរចាគឺជាសញ្ញាថាអាមេរិកចង់ឲ្យវាផុតរលត់កំណត់លោកបានបញ្ជាក់ថាការមិនមានចម្លើយក៏ជាចម្លើយដែរនាយករដ្ឋមន្ត្រី Greenland បាននិយាយថាអាមេរិកនៅតែចង់កាន់កាប់កោះនេះបើទោះបីជាមានកិច្ចចរចាក៏ដោយទីក្រុងអូស្ឡូនាយករដ្ឋមន្ត្រី Greenland លោក Jens Frederik Nielsen បានថ្លែងនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិកនៅតែមានបំណងចង់កាន់កាប់កោះ Greenland ដដែលបើទោះបីជាទំនាក់ទំនងការទូតត្រូវបានស្ដារឡើងវិញក៏ដោយនេះបើយោងទៅតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Xinhua លោក Nielsen បានបញ្ជាក់ថាការប្រាស្រ័យទាក់ទងជាមួយទីក្រុង Washington ត្រូវបានបង្កើតឡើងវិញតាមផ្លូវការទូតហើយក្រុមការងាររួមបានបើកកិច្ចប្រជុំជាលើកដំបូងរួចទៅហើយលោកបានកត់សម្គាល់ថាឥឡូវនេះយើងអាចឈប់វាយប្រហារគ្នាតាមរយៈសារព័ត៌មានបានហើយបើទោះបីជាយ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រីបានសង្កត់យ៉ាងម៉ឺងម៉ាត់ថាអធិបតេយ្យភាពគឺជាបន្ទាត់ក្រហមដែលមិនអាចចរចាបានលោកបន្ថែមថា Greenland នៅតែបើកចំហចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងការពារជាតិជាមួយសហរដ្ឋអាមេរិកដែលស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដែលមានស្រាប់ក៏ប៉ុន្តែអាស្រ័យលើចេតនាពិតប្រាកដរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះគួររំលឹកថាចាប់តាំងពីការត្រឡប់មកកាន់សេតវិមានវិញនៅឆ្នាំ2025ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសម្ដែងបំណងចង់ទទួលបានកោះ Greenland ដែលជាដែនដីស្វយ័តរបស់ដាណឺម៉ាកជាច្រើនលើកដែលបង្កឲ្យមានការតវ៉ាពីអឺរ៉ុបយ៉ាងខ្លាំងនិងបង្កភាពរកាំរកូសជាមួយអង្គការ NATO ផងដែរ